លោកគ្រូអ្នកគ្រូចូលទៅកាន់គេហទំព័រដែលខ្ញុំបានប្រាប់ពីខាងដើមហ្នឹងគឺដែលមានអាសយដ្ឋានខាងលើនេះបាទរួចលោកគ្រូអ្នកគ្រូចូលមកកន្លែងពាក្យថាស្នាយថតវីដេអូតាមលោកគ្រូនៅយើងថតទុកទៅខ្ញុំតម្លាក់ឲ្យគាត់ថតទេបានទេចាំបានឲ្យយើងចូលកន្លែងពាក្យថាទិន្នន័យសាលារៀនបាទណាចូលឡើងហ្នឹងមកអញ្ចឹងប្រសិនបើសាលាលោកគ្រូអ្នកគ្រូមិនទាន់ចាប់ផ្ដើមបានប្រើទេបាទខ្ញុំបានដឹងមកមានតែសាលានៅក្នុងគម្រោងឡានឆាងហើយនឹងវិទ្យាល័យដូចជា3ហើយ4នេះមានវិទ្យាល័យជំរាបព្រែកតាតែនសំប៉ានវិទ្យាល័យពុករិស័យបាទគឺអាចចូលប្រើប្រព័ន្ធនឹងបានបាទអញ្ចឹងសាលាដទៃទៀតលោកគ្រូអ្នកគ្រូសូមចូលកន្លែងពាក្យចុះឈ្មោះបាទអញ្ចឹងកន្លែងពាក្យចុះឈ្មោះនេះទី1លោកគ្រូអ្នកគ្រូសូមវាយឈ្មោះបាទទៅតាមអត្តសញ្ញាណប័ណ្ណជាលតាំងអញ្ចឹងលោកគ្រូអ្នកគ្រូអាចវាយអក្សរធំបែបនេះបានណាបាទហើយខ្ញុំសូមបញ្ជាក់ថាគឺឲ្យប្រើតែឈ្មោះនាយកទេបាទណាតែនាយកទេបាទអញ្ចឹងដាក់ឈ្មោះលោកគ្រូនាយកមកបាទបន្តមកទៀតយើងត្រូវវាយឈ្មោះសម្រាប់លុកចូលប្រព័ន្ធហ្នឹងគេបញ្ជាក់ឲ្យគឺអក្សរតូចមិនដកឃ្លាទេបាទតែដូចខ្ញុំមើលខ្ញុំបង្ហាញនេះមកបាទបែបហ្នឹងមកសុំទោសតែខ្ញុំលុកវាចូលអញ្ចឹងខ្ញុំសុំចេញមកវិញបាទវាយឈ្មោះដូចទីហោថាឈ្មោះលោកគ្រូនាយកខ្ញុំអញ្ចឹងកំត្រូវអញ្ចឹងយើងទៅសេអក្សរតូចមកបាទណាកំត្រូវយ៉ាងមកហើយដាក់ពាក្យសម្ងាត់បាទពាក្យសម្ងាត់លោកគ្រូអ្នកគ្រូបង្កើតដោយខ្លួនឯងមកបាទមានអក្សរមានលេខអីចឹងទៅបាទប្រហែលចាប់ពី8ខ្ទង់ឡើងទៅល្អបាទណាអញ្ចឹងដាក់មកឲ្យដូចគ្នាបន្តមកទៀតលោកគ្រូអ្នកគ្រូវាយលេខទូរស័ព្ទបាទលេខទូរស័ព្ទរបស់លោកគ្រូនាយកចូលទៅរួចលោកគ្រូអ្នកគ្រូដាក់កូដបាទណាដាក់លេខកូដសាលាចូលបាទណាដាក់លេខកូដសាលាចូលចឹងមកហើយចុចពាក្យរក្សាទុកបាទណាបាទចុចពាក្យរក្សាទុកទៅគឺវានឹងផ្ញើទិន្នន័យហ្នឹងទៅហើយដែលដោយសារខ្ញុំបានលុករួចហើយបាទអញ្ចឹងខ្ញុំសូមចាក់ចេញត្រឡប់មកវិញនៅពេលដែលយើងផ្ញើទៅនាយកទៅដល់នាយកដ្ឋានគាត់ approve យើងអាចចូលទៅប្រើប្រាស់ប្រព័ន្ធនឹងបានហើយពេលដែលយើងចូលទៅប្រើប្រាស់ប្រព័ន្ធបាទខ្ញុំសូមបញ្ជាក់ថានៅខ្ញុំដាក់ឈ្មោះលោកគ្រូនាយកប៉ុន្តែខ្ញុំប្រើលេខទូរស័ព្ទខ្ញុំដើម្បីខ្ញុំងាយស្រួលក្នុងការបញ្ចូលទិន្នន័យបាទអញ្ចឹងខ្ញុំដាក់ចឹងមកហើយខ្ញុំដាក់password អីចឹងមកបាទរួចខ្ញុំចុចពាក្យចូលប្រើប្រាស់នេះបាទណាអញ្ចឹងពេលយើងចូលប្រើប្រាស់ប្រសិនបើលោកគ្រូអ្នកគ្រូចូលទៅដំបូងគឺមានតែពាក្យថាពិនិត្យព័ត៌មានសាលាសំទោសបំពេញទិន្នន័យសាលាទេហើយវាអត់ចេញមកផ្ទាំងចំនួនច្រើនដូចខ្ញុំទេបាទណាមានតែមកផ្ទាំងខាងលើនេះមួយទេបាទណាដូចលោកគ្រូចូលដំបូងគឺមានតែប៉ុណ្្នឹងឯងអត់មានអីទេពេលដែលគាត់ approve ហើយលោកគ្រូអ្នកគ្រូនឹងចេញផ្ទាំងបែបនេះពេលចេញផ្ទាំងបែបនេះហើយអ្វីដែលយើងត្រូវធ្វើបាទយើងទី1ពេលដែលយើងចូលបានគេឲ្យយើងបំពេញរបាយការណ៍របស់សាលារៀនបាទអញ្ចឹងរបាយការណ៍ដែលបំពេញនេះមានច្រើនទាំងអស់មាន9របាយការណ៍បាទណា9របាយការណ៍បាទទី1លោកគ្រូអ្នកគ្រូបំពេញមកមានចក្ខុវិស័យមានបេសកកម្មអីរបស់សាលាទាំងអស់ហ្នឹងបំពេញទាំងអស់ហ្នឹងមកបាទមានតេស្តភីសាមានអីហ្នឹងមានស្តង់ដារសាលាគំរូបាទស្តង់ដារសាលាគំរូកន្លែងនេះយើងបំពេញតែបន្ទុកសរុបទេបាទណាបន្ទុកសរុបទេមានន័យថាសាលាយើងបំពេញបានប្រហែលភាគរយមកយើងបំពេញតែបន្ទុកសរុបទេហើយយើងចុចរក្សាទុកមកបាទណាអញ្ចឹងលោកគ្រូអ្នកគ្រូបំពេញទាំងអស់បាទតេស្តភីសាបើអត់មានទេមិនបាញ់បំពេញទេលទ្ធផលដើមឆ្នាំយើងបំពេញមកបាទណាយើងរើសឆ្នាំហើយយើងរើសកម្រិតថ្នាក់ហើយរើសមុខវិជ្ជាបាទមានន័យថាបំពេញម្ដងមួយមុខវិជ្ជាបាទណាបំពេញម្ដងមួយមុខវិជ្ជាខ្ញុំនិយាយអញ្ចឹងបំពេញម្ដងមួយមុខវិជ្ជានេះសិស្សសរុបបន្តមកទៀតសិស្សស្រីកន្លែងបន្ទុកនេះឧទាហរណ៍ថាលោកគ្រូអ្នកគ្រូបំពេញមុខវិជ្ជាភាសាខ្មែរសម្រាប់ថ្នាក់ទី7បន្ទុកសរុបគឺជាបន្ទុករួមរបស់មុខវិជ្ជាហ្នឹងគឺ100បន្ទុកអតិបរមាមានន័យថាជាបន្ទុកដែលសិស្សធ្វើបានទាបបំផុតបើសិនបើសិស្សនឹងធ្វើទាបបានបន្ទុក1កន្លែងហ្នឹងត្រូវដាក់លេខ1បន្ទុកមធ្យមជាបន្ទុក average របស់មុខវិជ្ជាហ្នឹងទីហោថាសិស្សមាន100នាក់
អញ្ចឹងជាមធ្យមតើគាត់ទទួលបានបន្ទុកប្រមាណនៅក្នុង100នាក់ហ្នឹងតែយើងយកបន្ទុកហ្នឹងទៅយើងប្រើរូបមន្ត Everest ទៅគឺឃើញហើយបាទហើយអតិបរមាគឺបន្ទុកដែលខ្ពស់បំផុតទីរសិស្សថ្នាក់ទី7 5ថ្នាក់បន្ទុកដែលទាបបំផុត2ខ្ពស់បំផុត98អញ្ចឹងអតិបរមាគឺ98បន្តពីបំពេញឡើងហ្នឹងហើយលោកគ្រូអ្នកគ្រូត្រូវបំពេញសិស្សនិទេស A ប្រមាណ B ប្រមាណ C ប្រមាណ D ប្រមាណនេះគឺយកចេញពីប្រព័ន្ធរបស់គម្រោងយើងមកបាទហើយចាំពេលចប់ខ្ញុំនឹងផ្ញើកម្មវិធីមួយដែលទៅសេដោយលោកគ្រូដែលស៊ីណាបាទលោកគ្រូយើងស៊ីណាគាត់នៅខាងស្វាយរៀងគាត់បានជួយទៅសេកន្លែងនេះបាទកន្លែងរករបបបន្ទុកនេះដើម្បីងាយស្រួលឲ្យតែលោកគ្រូអ្នកគ្រូប្រើប្រាស់ប្រព័ន្ធបញ្ចូលទិន្នន័យរបស់គម្រោងជីបគឺលោកគ្រូអ្នកគ្រូស្រួលបាទស្រួលអាចធ្វើការងារនេះបានលឿនបំផុតបាទបន្តលោកគ្រូអ្នកគ្រូបំពេញហើយចុចរក្សាទុកមកវានឹងបង្ហាញបែបនេះបាទនេះខ្ញុំបំពេញជា sample បាទ3មុខវិជ្ជាហ្នឹងបាទអញ្ចឹងខ្ញុំបំពេញរបស់ខ្ញុំទាំងអស់បាទហើយបំពេញពីថ្នាក់ទី7ចប់មកលោកគ្រូអ្នកគ្រូបំពេញប្រហែលមុខនឹងអស់បំពេញថ្នាក់ទី8ម្ដង8 9 10រហូតដល់គ្រប់កម្រិតថ្នាក់ទាំងអស់តេស្តដើមឆ្នាំបំពេញបែបហ្នឹងប្រទេសឆមាសទី1ក៏បំពេញដូចគ្នាអញ្ចឹងឆមាសទី2ក៏បំពេញអញ្ចឹងហើយលទ្ធផលប្រចាំឆ្នាំក៏បំពេញអញ្ចឹងដែរដូចគ្នាបាទអញ្ចឹងខ្ញុំបង្ហាញតែមួយទេលទ្ធផលសញ្ញាបត្រធម្មភូមិបាទនេះលោកគ្រូអ្នកគ្រូមើលមកយល់ឲ្យអត់លំបាកបាទមានសរុបមានភាគរយមានអីមកពេញទាំងអស់មកខ្ញុំបានពេញអានេះដូចឆ្នាំទៅអញ្ចឹងខ្ញុំពេញរបស់ខ្ញុំទាំងមកបាទទុតិយភូមិបាទទុតិយភូមិក៏ពេញចឹងដែរដូចគ្នាចឹងមកបាទចំណែកឯស្នាដៃឬពានរង្វាន់សាលាបាទបើមានដាក់មកបាទយើងពេញមកខ្ញុំអត់មានទេខ្ញុំដាក់សូសទាំងអស់ហ្នឹងសិស្សបកែថ្នាក់ខេត្តមានអត់មុខជាភាសាខ្មែរបាទបើមានក៏ដាក់មកបាទណាប្រហែលអ្នកគណិតមានអត់ថ្នាក់ជាតិមានអត់ថ្នាក់កម្រិតអន្តរជាតិមានអត់ទីហោរាសិស្សបកែថ្នាក់ខេត្តខ្មែរខ្ញុំមាន1ខ្ញុំដាក់1យ៉ាងមកព្រោះឆ្នាំហ្នឹងមានតែខ្ញុំអត់ទាន់បានពេញខ្ញុំដាក់0សិនបាទសិស្សបកែកម្រិតអន្តរជាតិមានអត់បើមានក៏ដាក់មកបាទពានរង្វាន់មានពានរង្វាន់នាយកល្អគ្រូល្អសាលាស្អាតសាលាមេត្រីសាលាស្តង់ដារគំរូសាលាសាធារណៈល្អអញ្ចឹងមកបាទណាបើមានក៏ដាក់មកបាទពានរង្វាន់អីដែលមានយើងដាក់តាមនោះមកយើងអាចមានវិធីកែតម្រូវវាយើងអាចបើថាយើងវាយឡើងនេះហើយយើងចុច save មកស្រាប់យើងរក្សាទុកមកស្រាប់តែយើងនឹងចង់កែកន្លែងនេះវាខុសលោកគ្រូអ្នកគ្រូមើលខាងក្រោមហ្នឹងមកហើយអូវាមកបាទចង់កែកន្លែងណាកែកន្លែងហ្នឹងមកបាទកែមកកែហ្នឹងមកយើងកែយ៉ាងមកទីហោថានៅសាលាខ្ញុំដាក់កន្លែងផ្សេងហ្នឹងមួយបាទតាមពិតយើងត្រូវទៅសេអក្សរទីឲ្យខ្ញុំសេអក្សរដាក់ដាក់ឡើងដាក់ថាមួយចុះតាមពិតមួយហ្នឹងគឺទីហោថាមាន1យើងដាក់1ចឹងទៅបាទយើងចុចប៉ុណ្ណឹងមកគឺបានហើយបាទបន្តទៅទៀតកន្លែងអត្តសញ្ញាណសាលារៀនបាទនេះខ្ញុំសូមបិទចំណុចទី1ចំណុចទី2អត្តសញ្ញាណសាលារៀនគឺការកែប្រែព័ត៌មានសាលាអញ្ចឹងកន្លែងនេះបើសិនបើលោកគ្រូអ្នកគ្រូត្រូវការកែប្រែព័ត៌មានហ្នឹងពេលដែលយើងចូលទៅលុកប្រព័ន្ធបានហើយចាប់ផ្ដើមដំបូងលោកគ្រូអ្នកគ្រូត្រូវបំពេញព័ត៌មានសាលារៀននឹងមុនគេបាទមានឈ្មោះលោកគ្រូនាយកអីចឹងមកណាគណៈនាយកថ្ងៃខែឆ្នាំកំណើតអីចឹងមកហើយមានរូបថតរបស់សាលាមកបាទមានឈ្មោះជាលតាំងអីចឹងមកអនុវត្តគម្រោងអីខ្លះបាទហ្នឹងគេដាក់ឲ្យមានគម្រោងជាតិមាន state up មានអីចឹងលោកគ្រូអ្នកគ្រូមើលតាមហ្នឹងមកបាទបន្តមកទៀតលេខកូដសាលាប្រភេទសាលាជាវិទ្យាល័យដែលកម្រិតបឋមភូមិឬទុតិយភូមិយើងរើសតាមហ្នឹងមកបាទអាសយដ្ឋាននេះមកដល់ពេលនេះគេអត់ទាន់បានអាប់ដេតទេដូចខ្ញុំរើសតែខេត្តហើយនឹងស្រុកទេដោយសារខ្ញុំខាងអាការខ្ពស់គេអត់ទាន់កាត់មកដាក់បាទខ្ញុំបានជូនតំណែងដែររឿងហ្នឹងហើយផ្ទះលេខអីបើមានក៏ដាក់ទៅហើយទីតាំងសាលានៅណាបាទទីតាំងវាអាចមានទីតាំងនៅក្នុងវត្តនៅទីតាំងមួយទីតាំងស្ថិតនៅក្នុងបឋមតែដែលយើងមកបាទរបស់ខ្ញុំជាដីវត្តអញ្ចឹងដាក់ទីតាំងក្នុងវត្តបាទហើយ Google Map នេះលោកគ្រូអ្នកគ្រូយក link ពី
Telegram ក៏បានយកlink ពី Google Map ហ្មងក៏បានដែរបាទចឹងលោកគ្រូអ្នកគ្រូអាចបំពេញទាំងអស់ចឹងមករួចហើយចុចពាក្យថារក្សាទុកបាទណារក្សាទុកដើម្បីភ្ជាប់ទិន្នន័យហើយកន្លែងនេះគឺឯកសារដែលត្រូវភ្ជាប់លោកគ្រូអ្នកគ្រូដាក់មកមានប្លង់សាលាមានប្លង់អភិវឌ្ឍអីហ្នឹងមានប្រមាណដាក់ប៉ុណ្ណឹងមកខ្ញុំគ្រាន់តែដាក់ជា sample នេះសិនទេបាទបន្តមកទៀតគណៈគ្រប់គ្រងនេះលោកគ្រូអ្នកគ្រូបំពេញតែលោកគ្រូនាយកហើយឬក៏នាយិកាហ្នឹងបាទហើយនឹងនាយករងបាទបានហើយពេញតែប៉ុណ្ណឹងបានហើយមិនបាច់បំពេញអីលេខាស្អីណាទេព្រោះអត់មានពាក់ព័ន្ធនៅក្នុងគណៈគ្រប់គ្រងមានតែនាយកហើយនឹងនាយករងទេបាទខ្ញុំសូមបញ្ជាក់មិនមែនគណៈកម្មការគ្រប់គ្រងសាលារៀនទេគឺគណៈគ្រប់គ្រងសាលាបាទចឹងលោកគ្រូដាក់ជាក់ស្ដែងមករួចចុចពាក្យបញ្ជូនបាទនៅទីនេះពេលដែលចុចមកហើយខ្ញុំបានបញ្ជូនរួចហើយចឹងចុចមកហើយវាឲ្យយើងគ្រីសមានឲ្យយើងគ្រីសមកឲ្យលោកគ្រូអ្នកគ្រូចុចបន្តទៅទៀតទៅបាទអាហ្នឹងពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់សាលារៀនបាទព័ត៌មានសិស្សលោកគ្រូអ្នកគ្រូអាចមើលជាក់ស្ដែងហ្នឹងខ្ញុំសូមអត់បញ្យល់អីច្រើនទេមានថ្នាក់មានបានសមត្ថភាពមានអីទាំងអស់ហ្នឹងដូចនាយកដ្ឋានចំណាំតម្លាក់ឲ្យលោកគ្រូអ្នកគ្រូខ្ញុំបើកជូនសិននេះកណ្ដៃនេះជប់ខ្ញុំបើកសិននៅណាចេះចាំលើស្នានៅលោកគ្រូជប់ខ្ញុំពេញនៅបង្ហាញគាត់អស់បែបដល់មកមកបាទនេះប្រតិបត្តិព័ត៌មាននេះដែលលោកគ្រូអ្នកគ្រូខាងនាយកដ្ឋានតម្លាក់ឲ្យពេញលោកគ្រូអ្នកគ្រូយកអាហ្នឹងមកពេញក្នុងហ្នឹងទាំងអស់មកបាទណាប្រតិបត្តិព័ត៌មានហ្នឹងយើងមើលជាក់ស្ដែងតាមហ្នឹងមកបាទខ្ញុំសូមបន្តឲ្យលឿនទីឆាប់ចប់ដើម្បីជូនលោកគ្រូវិញបាទចឹងលោកគ្រូអ្នកគ្រូមើលតាមហ្នឹងមកពេញឲ្យអ្វីដែលគេចង់បានបំផុតនេះខាងក្រោមស្វ័យវាយតម្លៃស្តង់ដារសាលាគំរូចឹងលោកគ្រូអ្នកគ្រូត្រូវបំពេញឲ្យអស់ហើយការបំពេញវាខ្ញុំសូមបង្ហាញពីរបៀបបំពេញលោកគ្រូអ្នកគ្រូរើសឆ្នាំសិក្សាហើយរើសខួបនៃការវាយតម្លៃអញ្ចឹងយើងមានស្វ័យវាយតម្លៃដើមឆ្នាំឆមាសទី1ហើយនឹងប្រចាំឆ្នាំអញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំឆមាសទី1ខ្ញុំវាយតម្លៃហើយឥឡូវខ្ញុំវាយតម្លៃប្រចាំឆ្នាំយើងរើសប្រចាំឆ្នាំអញ្ចឹងមកបន្តមកទៀតលោកគ្រូអ្នកគ្រូត្រូវរើសស្តង់ដាទាំងអស់មាន5អញ្ចឹងយើងរើសស្តង់ដាទី1រើសស្តង់ដាទី1ហើយយើងមករើសស្តង់ដាសូចនៈកគូលបាទអញ្ចឹងវាមាន5ស្តង់ដាទី1មាន5អញ្ចឹងយើងរើសអាទី1មុនរួចបានលោកគ្រូអ្នកគ្រូមករើសស្តង់ដារងបាទអញ្ចឹងយើងដាក់មកហើយវាយបន្ទុកនឹងបញ្ចូលមានប្រមាណវាយប៉ុណ្ណឹងមកចប់អាមួយហ្នឹងហើយថ្ងៃខែលោកគ្រូអ្នកគ្រូចុះជាក់ស្ដែងដាក់ឈ្មោះមកបាទឈ្មោះអ្នកណាអ្នកវាយតម្លៃហ្នឹងគណៈនាយកឬអីដាក់មកបាទបានចូលមកដល់សូចនៈកទី2បាទរើសទី2នេះបានមករើសស្តង់ដានេះទៀតវាយតម្លៃទៀតយូបន្តិចកន្លែងនេះណាបាទហើយខ្ញុំប្រជុំថ្ងៃមិញក៏មានការស្នើសុំកែតម្រូវកន្លែងហ្នឹងដែរឲ្យចូលឲ្យស្រួលជាងហ្នឹងចឹងលោកគ្រូអ្នកគ្រូបញ្ចូលមកបញ្ចូលទាំងអស់ជាក់ស្ដែងតាមហ្នឹងអាហ្នឹងអ្វីដែលខាងនាយកដ្ឋានចង់បានមុនគេបាទយើងអាចបន្តមកទៀតលោកគ្រូអ្នកគ្រូអាចពិនិត្យមើលព័ត៌មានសាលាបាទនេះដែលយើងបានបំពេញហ្នឹងនេះវានៅត្រឹមនេះហើយពិនិត្យមើលរបាយការណ៍សាលារៀនបាទបើកលឿនពេកលែងដើរអត់បាទរបាយការណ៍សាលារៀននេះរបាយការណ៍សាលារៀនអញ្ចឹងយើងអាចរើសឆ្នាំមកហើយលោកគ្រូអ្នកគ្រូចុចស្វែងរកបន្តមកទៀតយើងអាចបោះពុម្ពវាបានបាទនេះចុចពាក្យបោះពុម្ពនេះអញ្ចឹងខ្ញុំចុចពាក្យបោះពុម្ពហ្នឹងទីសូមអធិស្ឋានលោកគ្រូបាទមើលខ្ញាល់ហើយបាទនេះយើងចុចពាក្យបោះពុម្ពមកយើងបានទិន្នន័យទាំងអស់ដែលយើងបានបញ្ចូលហ្នឹងហើយបាទទាំងសិស្សចាស់សិស្សថ្មីអីស្តង់ដាអីកសកថអីណាស្តង់ដាសាលាគំរូហ្នឹងគឺមកទាំងអស់ហើយបាទនេះមួយសេតអាហ្នឹងបើសិនជាយើងបំពេញនៅក្នុងគេហទំព័រហ្នឹងហើយយើងអាច print វាមកកឹបមកសភៅទុករួចមួយឆ្នាំបាទឆ្នាំក្រោយចាំយើងធ្វើទៀតដោយឡែកចុះឈ្មោះគ្រូបាទអញ្ចឹងយើងចុះជាក់ស្ដែងមកបាទណាលោកគ្រូអ្នកគ្រូមើលអញ្ចឹងទៅចុះមកបាទមុខជាគាត់បរៀនអីហ្នឹងយើងដឹងហើយហើយដាក់រូបថតឲ្យគាត់មកបាទ
បន្ទាប់ពីចុះឈ្មោះបានហើយយើងអាចពិនិត្យមើលបញ្ជីតើយើងបានចុះគ្រូយើងគ្រប់នៅបាទយើងអាចរើសបានពី10នាក់អញ្ចឹងមកយើងមើលម្ដង10នាក់ទៅក៏បានដែរបាទនេះយើងមើលអញ្ចឹងមកបាទតាមជាក់ស្ដែងអញ្ចឹងមកបាទហើយយើងអាចកែតម្រូវឲ្យបានឬក៏យើងចង់មើលម្ដងទាំងអស់ក៏បានដែរបាទនេះមកទាំងអស់បាទហើយឈ្មោះគ្រូមួយយើងអាចមើលហើយអាចបោះពុម្ពបានអញ្ចឹងខ្ញុំឧទាហរណ៍បាទយើងមើលអញ្ចឹងមកតែឈ្មោះខ្ញុំអញ្ចឹងខ្ញុំមើលខ្ញុំបោះពុម្ពបាទចុចមកបាទឡើងបោះពុម្ពហ្នឹងគឺបំពេញហើយទិន្នន័យនឹងមានទាំងអស់បាទណានេះឃើញទេលោកគ្រូអ្នកគ្រូបាទវាប្រហាក់ប្រហែលទៅនឹងOffice របស់យើងដែរបាទខ្ញុំមានប៉ុណ្នេះហើយលោកគ្រូអ្នកគ្រូសូមចុះឈ្មោះទៅបាទចុះឈ្មោះដើម្បីប្រើប្រាស់ប្រព័ន្ធហ្នឹងទៅហើយអាចតាក់ទងទៅលោកគ្រូខនធីរ៉ាដើម្បីឲ្យគាត់ប្រាប់ទៅខាងនាយកដ្ឋានក៏បានឬលោកគ្រូអាចប្រាប់មកខ្ញុំក៏បានដែរដើម្បីឲ្យគាត់ជួយអព្រូការងារនឹងជូនបាទសាលាណាដែលបាននេះហើយចាំប្រាប់មកខ្ញុំក៏បានដែរចាំខ្ញុំជំរាបទៅខាងនាយកដ្ឋានបាទឬក៏យើងចាំសប្តាហ៍ក្រោយទៅលោកគ្រូអ្នកគ្រូបានបំពេញហើយយ៉ាងម៉េចចាំខ្ញុំបង្កើតលីងមួយតម្លាក់ជូនឲ្យលោកគ្រូអ្នកគ្រូចូលទៅដាក់ថាបានទេសនាសុំអីរួចទៅខ្ញុំសនុកបញ្ជូនរបាយការណ៍ហ្នឹងទៅបាទតែតាមពិតអានេះមិនមែនការងាររបស់ខ្ញុំទេរបស់ខាងមន្ទីរទេរបស់លោកគ្រូខនធីរ៉ាទេបើយល់ល្អអាចតាក់ទងទៅគាត់តែម្ដងទៅបាទអរគុណលោកគ្រូអ្នកគ្រូបាទខ្ញុំសូមអធិស្ឋានហើយសូមជូនទៅលោកគ្រូប្រធានវិញអស់ជិត1ម៉ោងហើយម្នាក់ឯងអរគុណលោកគ្រូសូម